សួស្តីបងប្អូនទាំងគ្នាបងប្អូនគឺបានដឹងស្រាប់ហើយអំពីចំនួនព្រំដែនរវាងកម្ពុជានិងថៃថ្ងៃនេះត្រូវជាថ្ងៃច័ន្ទទី9ខែមិថុនាឆ្នាំ2025ប្រទេសទាំងពីរគឺបានយកព្រមព្រៀងគ្នាដកកងទ័ពចេញពីព្រំដែនរៀងៗខ្លួនហើយបែបនេះទៅខ្ញុំគិតថាវានឹងមិនមានសង្គ្រាមកើតឡើងរវាងប្រទេសទាំងពីរនោះទេដូច្នេះបងប្អូនគឺមិនចាំបាច់មានការប្រតិបត្តិអ្វីនោះទេនៅក្នុងវីដេអូនេះខ្ញុំគ្រាន់តែចង់បញ្ចេញមតិរបស់ខ្ញុំនិងវិភាគអំពីរឿងនេះតើហេតុអ្វីបានជាវាកើតឡើងបែបនេះទី1ថ្ងៃដែលបានកើតឡើងមុនដំបូងគឺនៅថ្ងៃទី28ខែឧសភាឆ្នាំ2025ដែលទាហានថៃបានបាញ់ទាហានខ្មែរស្លាប់អស់ម្នាក់តើបងប្អូនដឹងដែរទេថានៅថ្ងៃទី28ខែឧសភានេះវាមានរឿងអ្វីផ្សេងដែលបានកើតឡើងនៅក្នុងប្រទេសថៃដែរទេវាគឺជាថ្ងៃដែលនាយករដ្ឋមន្ត្រីថៃបានបង្ហាញឯកសារសម្រាប់កញ្ចប់ថវិកាសម្រាប់ប្រទេសថៃក្នុងឆ្នាំ2026នៅក្នុងចំណោមកញ្ចប់ថវិកានោះគឺមានការដំឡើងថវិកាសម្រាប់ខាងយោធាថៃ 2% បងប្អូននៅក្នុងការដំឡើងថវិកាទៅលើខាងយោធាថៃចំនួន 2% នេះគឺវាបានធ្វើឲ្យអ្នកនយោបាយថៃជាច្រើនរាប់រយនាក់បាននាំគ្នាងើបប្រឆាំងពួកគេមិនចង់ឲ្យដំឡើងថវិកាទៅលើខាងយោធានោះទេពីព្រោះតែពួកគេបានគិតថាសេដ្ឋកិច្ចថៃនៅពេលនេះកំពុងតែខ្សោយផងបន្ទាប់មកនៅសុកវាក៏បានកើតមាននៅចំនួនព្រំដែនរវាងថៃនិងកម្ពុជាតែម្ដងដែលវាចំថ្ងៃទី28ខែឧសភាឆ្នាំ2025នឹងតែម្ដងតើបងប្អូនគិតថារឿងនេះវាគឺជារឿងចែកដន្យដែរឬទេឬក៏មានហេតុផលមិនច្បាស់លាស់នៅពីក្រោយខ្នងបងប្អូនដឹងស្រាប់ហើយថាសារព័ត៌មានពីខាងប្រទេសថៃគឺតែងតែចុះផ្សាយថាថៃគឺជាភាគីឈរខាងត្រូវប៉ុន្តែនៅពេលដែលខ្ញុំបានធ្វើការស៊ើបអង្កេតរាប់ពាក្យសម្ដីរបស់យោធាថៃគឺវាមានភាពមិនស៊ីសង្វាក់គ្នាទី1យោធាថៃបាននិយាយថាភាគីកម្ពុជាបានជីកលនដ្ឋានចូលទឹកដីថៃតាំងតែពីខែកុម្ភៈឆ្នាំ2025មកម្ល៉េះបើវាដូច្នេះពិតមែនចុះតើហេតុអ្វីបានជាយោធាថៃមិនព្រមបាញ់តាំងតែពីពេលនោះមកតើហេតុអ្វីបានជារងចាំរហូតដល់ថ្ងៃទី28ខែឧសភាឆ្នាំ2025ធ្វើអ្វីដែលវាត្រូវជាថ្ងៃដែលខាងថៃត្រូវបង្ហាញកញ្ចប់ថវិការបស់ប្រទេសជាតិរបស់ខ្លួនឯងឬក៏វាគឺជាផែនការដើម្បីបង្កចំនួនដើម្បីបង្កើតជាតិនិយមដើម្បីឲ្យយោធាទទួលបានការគ្រប់គ្រងសម្រាប់ការបង្កើនកញ្ចប់ថវិកាបងប្អូនដំណោះស្រាយហ្នឹងគឺវាងាយស្រួលណាស់ចាប់ពីពេលនេះទៅគឺយើងឲ្យទាហានរបស់យើងដែលពួកគាត់យាមល្បាតនៅតាមព្រំដែនហ្នឹងនាំគ្នាពាក់កាមេរ៉ាដាក់នៅលើខ្លួនក៏បានដាក់នៅលើថ្ងាសក៏បានហើយបើសិនជាមានរឿងអ្វីវាកើតឡើងទៀតគឺយើងមានភស្តុតាងនៅក្នុងកាមេរ៉ាហ្នឹងទាំងអស់ដែលយើងអាចបង្ហាញទៅដល់អន្តរជាតិនិងបង្ហាញទៅខាងភាគីថៃបានថាតើខាងណាគឺជាអ្នកដែលបង្ករឿងមុនដល់ពេលភស្តុតាងទាំងអស់ហ្នឹងវាបានបង្ហាញទៅលើអន្តរជាតិទៅនោះភាគីដែលខាងបង្ករឿងហ្នឹងគេក៏ចេះខ្មាស់គេដែរហើយកាមេរ៉ាទាំងអស់ហ្នឹងគឺវាមិនថ្លៃប្រហែលនោះទេវាប្រហែលជាអស់ត្រឹមតែប្រហែល$1,000អីតែប៉ុណ្ណោះយើងធ្វើបែបហ្នឹងទៅគឺបញ្ហាទាំងប្រហែលហ្នឹងវាអាចដោះស្រាយបានហើយបងប្អូនរឿងព្រំដែនរវាងកម្ពុជានិងថៃវាតែងតែកើតមានឡើងគឺដោយសារតែភាគីខាងថៃគឺមិនអាចទទួលស្គាល់ថាខ្លួនឯងបានចាញ់បារាំងកាលពីសម័យមុនបាននៅក្នុងឆ្នាំ1907ភាគីថៃគឺបានយល់ព្រមចុះហត្ថលេខាដោយយកព្រមប្រកល់ទឹកដីកម្ពុជាទៅឲ្យកម្ពុជាវិញរួចហើយនៅក្នុងឆ្នាំដដែលហ្នឹងបារាំងនិងថៃគឺបាននាំគ្នាគូផែនទីថ្មីដែលវាច្បាស់លាស់ថាព្រំដែននៅត្រង់កន្លែងណាខ្លះរួចហើយដែលថៃបានទទួលស្គាល់កាលពីពេលនោះប៉ុន្តែសម្រាប់ទស្សវត្សរ៍ក្រោយៗមកប្រទេសថៃមិនដែលគោរពកិច្ចព្រមព្រៀងព្រំដែនដែលខ្លួនបានចុះហត្ថលេខានៅក្នុងឆ្នាំ1907ឡើយនៅក្នុងឆ្នាំ1962ប្រទេសថៃបានដាក់កងទ័ពរបស់ខ្លួននៅក្នុងខេត្តព្រះវិហារបែបនេះទៅវាក៏បានបង្ខំឲ្យភាគីកម្ពុជាយកបញ្ហានេះទៅប្តឹងដល់តុលាការយុត្តិធម៌អន្តរជាតិតែម្ដងទៅហើយគេក៏បានកាត់ក្តីឲ្យកម្ពុជាឈ្នះព្រោះតែគេមើលទៅលើផែនទីជាភស្តុតាងប៉ុន្តែជាការពិតគឺថាខាងភាគីថៃមិនអាចទទួលយកការពិតនេះបានទេរហូតដល់ឆ្នាំ2008ភាគីថៃក៏បានកាត់ថាទឹកដីនៅជុំវិញប្រាសាទព្រះវិហារគឺជាទឹកដីរបស់ពួកគេហើយពួកគេក៏បានបង្កចំនួនម្ដងទៀតជាមួយកម្ពុជារហូតដល់ឆ្នាំ2011ភាគីកម្ពុជាក៏បានដាក់ពាក្យបណ្ដឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិម្ដងទៀតដើម្បីឲ្យបញ្ជាក់ថាទឹកដីនៅជុំវិញប្រាសាទព្រះវិហារវាក៏ជាទឹកដីរបស់កម្ពុជាដែរក្រោយមកតុលាការក៏បានកាត់ក្តីឲ្យកម្ពុជាឈ្នះទៀតនៅក្នុងឆ្នាំ2013ប៉ុន្តែភាគីថៃគេមិនសុខចិត្តនោះទេគេមិនទទួលស្គាល់មិនទទួលយកការកាត់ក្តីនេះទេប៉ុន្តែក្រោយមកប្រទេសទាំងពីរក៏បានយកព្រមគ្នាថាឥឡូវនេះទឹកដីនៅខាងជើងជិតព្រំដែនហ្នឹងវាមិនមែនជាទឹកដីរបស់អ្នកណាទៅចុះយើងដកចេញរៀងៗខ្លួនទៅបន្ទាប់មកប្រទេសទាំងពីរក៏បានបង្កើតគណៈកម្មាធិការព្រំដែនរួមគ្នាដើម្បីដោះស្រាយបញ្ហានាពេលអនាគតខ្ញុំឆ្ងល់ថាបើប្រទេសទាំងពីរមានគណៈកម្មាធិការព្រំដែនរួមគ្នារួចហើយសម្រាប់ទុកឲ្យជួយដោះស្រាយអំពីបញ្ហាព្រំដែនចុះតើហេតុអ្វីបានជាភាគីថៃចាំបាច់បាញ់សម្លាប់ទាហានខ្មែរឲ្យស្លាប់អស់ម្នាក់ធ្វើអ្វីបើមានរឿងអ្វីសូមរាយការណ៍ទៅថ្នាក់លើទៅចាំបាច់អីប្រើកម្លាំងម្យ៉ាងទៀតខ្លួនឯងបានសារភាពរួចហើយថាខ្លួនឯងគឺបានទៅលិនដ្ឋានរបស់កម្ពុជាមិនមែនកម្ពុជាទៅកន្លែងរបស់ថៃនោះទេបងប្អូនត្រង់ចំណុចនេះវាបានធ្វើឲ្យខ្ញុំមានការសង្ស័យម្យ៉ាងទៀតខ្ញុំមិនជឿទេថាភាគីកម្ពុជាគឺជាអ្នកដែលទៅរករឿងគេមុន
ពីព្រោះតាហ៊ានខ្មែរម្នាក់ដែលបានស្លាប់គាត់មិនមែនជាតាហ៊ានវ័យក្មេងដែលមានចិត្តឆេវឆាវនោះទេគាត់គឺមានភាពចាស់ទុំហើយដែលមានការអត់ធ្មត់ខ្ពស់វាមិនដែលគាត់មិនដឹងច្បាប់ហើយចេះតែទៅរករឿងគេមុននោះទេមានអ្វីមួយដែលខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាបានយល់ច្បាស់ប្រសិនបើនាយករដ្ឋមន្ត្រីថៃមិនព្រមស្ដាប់តាមពួកយោធាហើយមិនព្រមធ្វើខ្លាំងដាក់កម្ពុជានោះពួកគេនឹងធ្វើការបដិញគាត់ចេញនិងក្រុមគ្រួសាររបស់គាត់ចេញពីប្រទេសថៃតែម្ដងដោយការពីឆ្នាំ2014អញ្ចឹងដូចនេះនាយករដ្ឋមន្ត្រីដែលគេឲ្យក្រហមគឺត្រូវតែមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ប្រសិនបើនៅចង់មានតំណែងដូច្នេះខ្ញុំសូមឲ្យបងប្អូនទាំងអស់គ្នាកុំចាញ់ល្បិចរបស់ពួកអាវលឿងដែលជាខាងចិត្តនិយមថៃសូមបងប្អូនមានការអត់ធ្មត់កុំរើសអើងនៅក្នុងប្រទេសថៃគឺពួកគេកំពុងតែមានបញ្ហាផ្ទៃក្នុងរបស់ពួកគេដែលខ្លួនឯងទេនៅក្នុងថ្ងៃទី14ខែមិថុនាប្រទេសកម្ពុជានិងប្រទេសថៃនឹងជួបប្រជុំជាមួយគ្នាខ្ញុំជឿជាក់ថាបញ្ហាព្រំដែននឹងត្រូវបានដោះស្រាយតើកម្ពុជានឹងដាក់ពាក្យប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិឬក៏អត់គឺវាអាស្រ័យទៅលើរដ្ឋាភិបាលកម្ពុជាប៉ុន្តែខាងភាគីថៃគឺគេបានស្នើសុំទៅខាងភាគីកម្ពុជាថាកុំដាក់ពាក្យមិនដឹងអីយើងធ្វើដោយតែពីមុនទៅតាមមតិរបស់ខ្ញុំគិតថាបញ្ហារវាងប្រទេសទាំងពីរបើសិនជាអាចដោះស្រាយបានរត់តែឆាប់គឺវារត់តែល្អសម្រាប់សេដ្ឋកិច្ចកុំចាំបាច់អស់បន្លាយដល់រាប់ឆ្នាំធ្វើអ្វីបែបនេះទៅគឺវាធ្វើបាបដល់សេដ្ឋកិច្ចទៅវិញទេខ្ញុំមានទំនុកចិត្តទៅលើរដ្ឋាភិបាលរបស់យើងថានឹងអាចដោះស្រាយនៅបញ្ហាទាំងនេះបានសូមអរគុណ